ជំរាបសួរលោកគ្រូលោកគ្រូសូមថ្លែងអំណរគុណលោកគ្រូដែលបានចូលរួមក្នុងកម្មវិធីចែករំលែកនេះលោកគ្រូជាកិត្តិយសណាស់ដែលលោកគ្រូជាអ្នកព្យាបាលចលនាដែលមានបទពិសោធន៍ជាង30ឆ្នាំមកចូលរួមចែករំលែកអំពីបទពិសោធន៍លោកគ្រូអំពីវិស័យស្ដារលទ្ធភាពពលកម្មនៅកម្ពុជាតើលោកគ្រូមានទស្សនវិស័យយ៉ាងដូចម្តេចដែរលោកគ្រូបាទជំរាបសួរអរគុណនៃសំណួរព្រោះខ្ញុំជាគ្រូពេទ្យព្យាបាលដោយចលនា30ឆ្នាំនៅក្នុងប្រទេសកម្ពុជាហ្នឹងហើយព្រោះគេនិយាយទៅថាប្រធានចារនៃគ្រូពេទ្យព្យាបាលដោយចលនាហ្នឹងហើយសម្រាប់ទស្សនវិស័យខ្ញុំបានមើលឃើញតាំងតែពីដើមមកហើយពីដើមមកខ្ញុំក៏ជាគ្រូបង្រៀននៅផ្នែកព្យាបាលដោយចលនាហ្នឹងដែរអញ្ចឹងអ្វីដែលខ្ញុំមើលឃើញពីមុនឆ្នាំ1987មកដល់ឥឡូវគឺ2015នេះវិស័យស្ដារលទ្ធភាពពលកម្មគឺការព្យាបាលដោយចលនានៅមានការរីកចម្រើនច្រើនដោយសារគ្រូពេទ្យយើងគាត់មានការខិតខំប្រឹងប្រែងទាំងសមត្ថភាពចំណេះដឹងហើយនឹងពង្រីកសេវាកម្មទាំងនៅក្នុងស្ថាប័នរដ្ឋហើយនឹងនៅស្ថាប័នឯកជនដែរហើយអ្វីដែលខ្ញុំមើលឃើញមួយទៀតថាគ្នាយើងជាប្រជាជនខ្មែរបានខំប្រឹងប្រែងពីព្រោះថាយើងមើលឃើញវិស័យស្ដារលទ្ធភាពពលកម្មក្នុងពេលបច្ចុប្បន្នកំពុងតែមានតម្រូវការកំពុងតែមានទីផ្សារបានសម្រាប់គ្រូពេទ្យខាងព្យាបាលចលនាដែរហើយអញ្ចឹងទៅអ្វីដែលជារឿងមួយដែលសំខាន់គឺយើងមើលឃើញថាយើងចង់លើកស្ទួយយើងចង់ស្ដារកាយសម្បទាស្ដារលទ្ធភាពពលកម្មជូនប្រជាពលរដ្ឋខ្មែរយើងដែលគាត់មានជំងឺឬក៏គ្រោះថ្នាក់ចរាចរណ៍ទៅដែលគាត់ធ្វើទុនដៃទុនជើងកម្រើកធ្វើចលនាមិនកើតគាត់នៅសម្រាប់នឹងទៅទេហើយពេលខ្លះទៀតគាត់ទៅព្យាបាលនៅស្រុកក្រៅបាទអ្នកស្រុកជិតខាងយើងហ្នឹងអញ្ចឹងហើយបាននៅក្នុងនេះខ្ញុំមើលឃើញសម្រាប់ទស្សនវិស័យខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំចង់បង្កើតឲ្យមានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មនៅក្នុងប្រទេសកម្ពុជាដើម្បីអីគឺដើម្បីស្ដារលទ្ធភាពជូនប្រជាពលរដ្ឋយើងដែលគាត់មានពិការភាពពីព្រោះថាយើងមានការចំណេញច្រើនទី1ការស្ដារនៅក្នុងប្រទេសគឺបានន័យថាធ្វើឲ្យសេដ្ឋកិច្ចគ្រួសារមានចំណាយតិចបាទអញ្ចឹងហើយគាត់មានការទៅរកស៊ីបានផងកន្លែងហ្នឹងគឺបានន័យថាគាត់មកសម្រាប់ព្យាបាលនៅនឹង clinic មួយបាទហើយគ្រួសារគាត់អាចទៅរកស៊ីនៅខាងក្រៅបានអញ្ចឹងគាត់អត់ដាច់មុខរបរគាត់ទេអញ្ចឹងគាត់ចំណេញពេលគាត់មានឱកាសក្នុងការអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនសម្រាប់អ្នកជំងឺនេះតែម្ដងបាទអរគុណបាទលោកគ្រូតើល្អទេបើសិនជាមានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មបន្ថែមទៀតលោកគ្រូបាទល្អពីព្រោះហេតុអីខ្ញុំដោយបានខ្ញុំជម្រាបពីខាងដើមនេះតែខ្ញុំបានមើលឃើញទស្សនវិស័យហ្នឹងមួយដ៏វែងឆ្ងាយតាំងពីយូរមកហើយថាយើងបង្កើតឲ្យមានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មនៅស្រុកខ្មែរយើងមួយដើម្បីអីគឺដើម្បីជួយស្ដារលទ្ធភាពពលកម្មហើយនឹងកាយសម្បទាជូនអ្នកជំងឺនៅក្នុងស្រុកយើងទី1ដើម្បីជួយសេដ្ឋកិច្ចនៅក្នុងប្រទេសហើយទី2ជួយដល់សេដ្ឋកិច្ចគ្រួសាររបស់អ្នកជំងឺផងដែរពីព្រោះថាអ្នកជំងឺមកសម្រាកនៅនឹង clinic នៅស្រុកខ្មែរហើយគាត់មានឱកាសមានពេលវេលាសម្រាប់ទៅរកស៊ីចិញ្ចឹមជីវិតគ្រួសារបន្ថែមទៀតអញ្ចឹងឧទាហរណ៍ដូចជាអ្នកជំងឺមួយ stroke កើតឡើងគាត់មិនចាំបាច់ទៅព្យាបាលស្ដារលទ្ធភាពពលកម្មនៅក្រៅប្រទេសទេគាត់មកសម្រាប់ព្យាបាលនៅនឹង clinic ហើយក្រុមគ្រួសារគាត់មានឱកាសទៅរកស៊ីចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារហើយគាត់មានពេលល្ងាចអាចមកជួបលេងជាមួយក្រុមគ្រួសារបានពីព្រោះនៅ clinic ខ្ញុំមានឧទាហរណ៍ clinic មួយគាត់មានកន្លែងហ្នឹងដែលគាត់មានគ្រូពេទ្យសម្រាប់ព្យាបាលមាន nurse សម្រាប់មើលថែហើយនឹងមានគ្រូពេទ្យព្យាបាលដោយចលនាហើយនឹងនៅ clinic ហ្នឹងក៏មានសម្ភារៈមួយចំនួនដែលអាចស្ដារលទ្ធភាពពលកម្មមិនចាញ់នៅបរទេសបានទេបាទអញ្ចឹងគាត់មកស្នាក់នៅទីនេះហើយនឹងគាត់ព្យាបាលនៅទីនេះតែម្ដងអាចបានព្រោះអញ្ចឹងខ្ញុំមានគឺវិស័យនេះយូរឆ្នាំមកហើយព្យាយាមធ្វើមិនបង្កើនលទ្ធភាពមជ្ឈមណ្ឌលស្ដារលទ្ធភាពឲ្យកាន់តែធំទៅបាទអរគុណលោកគ្រូដែលបានចែករំលែកអំពីទស្សនវិស័យនេះលោកគ្រូជាចុងក្រោយ
តើលោកគ្រូមានសារផ្ដាំផ្ញើវិខ្លះទៅកាន់ប្រជាជនយើងដែលត្រូវការសេវាស្ដារលទ្ធភាពពលកម្មនេះលោកគ្រូ បាទខ្ញុំសូមផ្ដាំផ្ញើទៅដល់ក្រុមគ្រួសារឬក៏អ្នកជំងឺដែលមានជំងឺ stroke ទល់មកជាងខ្លួនអ្នកប៉ះទង្គិចគ្រោះថ្នាក់ចរាចរណ៍នោះប៉ះទង្គិចក្បាលវះកាត់ក្បាលឬក៏វះកាត់ឆ្អឹងខ្នងដែលធ្វើឲ្យពិការដៃពិការជើងកម្រើកមិនរួចសូមបងប្អូនអញ្ជើញទៅរកសេវាព្យាបាលដោយចលនានិងស្ដារលទ្ធភាពពលកម្មយើងខ្ញុំដឹងមាន clinic មួយដែលគាត់មានទទួលព្យាបាល24ម៉ោងមានការសម្រាកនៅក្នុង clinic តែម្ដង ហើយនឹងមានគ្រូពេទ្យនៅមើលថែហើយនឹងមាន nurse នៅការថែទាំហើយនឹងមានគ្រូពេទ្យព្យាបាលដោយចលនាហើយនឹងនៅ clinic នោះមានសម្ភារៈបរិក្ខារគ្រប់គ្រាន់សម្រាប់ស្ដារលទ្ធភាពពលកម្ម